និតិជនក្រោម16ឆ្នាំគឺមិនអនុញ្ញាតឲ្យធ្វើការបើកបរបានទេបើសិនជាមានអាយុ16ឆ្នាំហើយចង់ធ្វើការបើកបរអ្នកទាំងអស់គ្នាត្រូវតែប្រឡងចំណេះដឹងអំពីចរាចរណ៍ឲ្យជាប់ជាមុនសិនទោះជាជាប់ក៏ដោយក៏ច្បាប់មិនទាន់អនុញ្ញាតឲ្យអ្នកទាំងអស់គ្នាបើកម្នាក់ឯងបានដែរត្រូវតែមានអាណាព្យាបាលដែលមានប័ណ្ណបើកបរពេញសិទ្ធិបើកជាមួយគឺដើម្បីឲ្យអាណាព្យាបាលបង្រៀនគាត់ឲ្យគ្រប់120ម៉ោងនៅលើដងផ្លូវជាមុនសិនត្រូវតែសរសេរពេលវេលានិងម៉ោងនិងទីកន្លែងឲ្យច្បាស់លាស់ដើម្បីទុកជាភស្តុតាងថាពួកគាត់ពិតជាបានរៀនបើកបរលើឡានរបស់គាត់ត្រូវតែដាក់ផ្លាកថាអក្សរ L ឬក៏ learner ដើម្បីឲ្យអ្នកបើកបរផ្សេងទៀតដឹងថាពួកគាត់កំពុងតែរៀនបើកបរក្រោយពីរៀនចប់120ម៉ោងពួកគាត់អាចទៅការិយាល័យដឹកជញ្ជូនម្ដងទៀតដើម្បីធ្វើការប្រឡងជាលើកទី2មន្ត្រីដឹកជញ្ជូននឹងធ្វើតេស្តទៅលើការបើកបររបស់ពួកគាត់នៅដងផ្លូវផ្ទាល់តែម្ដងបើពួកគាត់ជាប់ពួកគាត់នឹងអាចមានសិទ្ធិបើកបរម្នាក់ឯងបាន